នាំវាមកនៅមុខ Shadow Master និកាយដាវខេញញរបស់អ្នកគឺគ្មានអ្វីពិសេសនោះទេ Magic Clouds លេង Christmas Frenzy ពេលបងប្រុសជាន់ខ្ពស់ហោះមកដល់គ្មានអ្នកណាម្នាក់អាចរត់រួចឡើយតើមានសិស្សណាដែលមាននាមត្រកូលហួរក្នុងចំណោមសិស្សកម្ពុជាទាំង10នៃក្រុមដាវសំណាងទេខ្ញុំមិនចាំទេហាហាហាមិនមានសូម្បីតែសិស្សម្នាក់ក្នុងចំណោមសិស្សកម្ពុជាទាំង10ពួកគេនៅតែចង់ប្រយុទ្ធជាមួយក្រុម Demon Cloud Martial Arts របស់យើងមែនទេសូមឲ្យបងប្អូនសិល្បករឲ្យខ្ញុំធ្វើកាយវិការដៃឲ្យអ្នក Hemf អ្នកណាហ្វអូអរគុណដែលខ្ញុំបានធ្វើវាទាន់ពេលហាហាប្រញាប់សម្រាប់ខ្ញុំទេតើអ្នកទាំងអស់គ្នាសុខសប្បាយទេនេះដោះស្រាយបញ្ហាបងប្រុសឆៃហួរបានមកជួយសង្គ្រោះបងប្រុសវីវែនខ្ញុំមិនប្រាប់អ្នកថាកុំធ្វើចលនាទេបើមិនលឿនទេលើកនេះការស្ដីបន្ទោសរបស់បងប្រុសហួរគឺអ្នកបង្ហាត់អារក្សទាំងនោះពិតជាសាហាវណាស់ស្នាមប្រឡាក់ឈាមត្រូវបានជំរះនិងផ្លាស់ប្ដូរទៅជាការតុបតែងរាប់រយរាប់ពាន់មានតែដើម្បីធ្វើជាម្ចាស់នៃប៊ីតបំបែកឈាមធ្វើអ្វីដោយមិនគិតពីគោលការណ៍និកាយខ្ញុំបានធ្វើសកម្មភាពដោយកម្លាំងរុញច្រានមនុស្សវ័យក្មេងមិនគួរត្រូវបានបំភាន់ដោយការសញ្ញត្តិទេនៃនិកាយនិយមធ្វើអ្វីដែលអ្នកអាចធ្វើបានជីវិតសាមញ្ញគឺជាផ្លូវឆ្ពោះទៅរកការដាំដុះខ្លួនឯងសម្រាប់យើងបងប្រុសយូអ្នកកំពុងនិយាយអ្វីដែលមិនអាចយល់បានម្ដងទៀតយើងជាសិស្សនៃនិកាយ Demon Cloud កំពុងជួបនឹងសេចក្តីស្លាប់វាគឺជាបងប្រុសឆាយ៉ានដែលប្រុងប្រយ័ត្នវានឹងមិនចេះចប់ទេវាពិតជាអាចទប់ស្កាត់ការវាយប្រហារដោយបាតដៃពីខ្ញុំដែលជាអ្នកដាំដុះ Footwork Realm កម្រិតទី7ហាវាជាការខ្មាស់អៀនក្នុងការសម្លាប់អ្នកដ៏កំសាកមិនងាកមកសាលាខ្ញុំនឹងធ្វើឲ្យអ្នកមានងារជាសិស្សលេខ1ការហៅទូរស័ព្ទ1និងការឆ្លើយតប100លេងបែវមាននារីស្អាតគ្រប់បែបយ៉ាងប៉ុន្តែខ្ញុំបានឮអ្នកជាសិស្សនៃនិកាយ Demon Cloud តែងតែធ្វើការតាំងពីព្រលឹមរហូតដល់ប្រឡប់រស់នៅក្នុងទីបើកចំហពួកគេក៏ត្រូវបានតាមប្រមាញ់តាមផ្លូវសុចរិតដែរយើងជាអ្នកបង្ហាត់អារក្សមិនមានច្បាប់និងបទបញ្ញត្តិច្រើនដូចនិកាយសុចរិតទេបរិយាកាសមានភាពធូរស្រាលបន្តិចសង្កត់ធ្ងន់លើការងារកាន់តែច្រើនប្រាក់ខែកាន់តែច្រើនវាជារឿងទាំងអស់ដែលអ្នកធ្វើការកាន់តែច្រើនអ្នកទទួលបានកាន់តែច្រើននិកាយ Kenyan Sword Sect ផ្ដល់នូវការងារមានស្ថិរភាពនិងជាអ្នកដឹកនាំនិកាយដ៏សំខាន់ដែលបានបង្កើតឡើងជាយូរមកហើយខ្ញុំធ្វើបានល្អនៅទីនេះឥឡូវអ្នកចង់បញ្ឆោតខ្ញុំឲ្យចូលទៅក្នុងការចូលរួមអ្វីស្អាតខ្ញុំបានប្រាប់អ្នកថាការហៅទៅបងប្រុសហួរគឺជាជម្រើសដ៏ត្រឹមត្រូវអូតើខ្ញុំសុបិនទេជំនាញដាវណែនាំរបស់និកាយរបស់យើងវាមានអំណាចបែបនេះបងប្រុសហួរមានអំណាចដ៏គួរឲ្យភ័យខ្លាចហេតុអ្វីខ្ញុំបានធ្វើការនៅកន្លែងធ្វើការជាច្រើនឆ្នាំខ្ញុំបានឃើញហើយតាមរយៈវោហារសាស្ត្ររបស់អ្នកហ៊ានយកដៃមកដាក់មុខខ្ញុំវាគ្រាន់តែជាការបន្ទាបខ្លួនប៉ុណ្ណោះខ្ញុំមិនសួរថាហេតុអ្វីបានជាអ្នកខ្លាំងរួចរាល់ព្រះវិញ្ញាណពិតមិនស្រឡះតើត្រូវរត់គេចខ្លួននៅណាអូមិនអីទេទោះយ៉ាងណាក៏ដោយបេសកកម្មសង្គ្រោះបឋមត្រូវបានបញ្ចប់តើបងប្រុសយួរកំពុងធ្វើអ្វីពួកគេគ្រាន់តែឲ្យអ្នកចាស់ទុំនិកាយបិសាចរត់គេចខ្លួនបែបនោះមីងនឹងមកជួយសង្គ្រោះម្ដងទៀតមិនបន្តតាមហាំភ្នាក់មិនមានគំនិតទេនេះជាអ្វីដែលបងប្រុសហួរធ្វើតាមលំហាត់9 ទៅ 5ឥឡូវនេះវាដល់ពេលក្រោយហើយនៅក្នុងពាក្យរបស់ហួរសេសុងវាពិតជាដល់ពេលចេញពីការងារឥឡូវហើយពួកគេថែមទាំងផ្ដល់ឲ្យខ្ញុំនៅភារកិច្ចមុនពេលខ្ញុំចាក់ចេញពីការងារវាស្ទើរតែធ្វើឲ្យខ្ញុំធ្វើការថែមម៉ោងមើលចុះបុរសនោះកំពុងតែដាច់ចិត្តទៀតហើយប៉ុន្តែតើគាត់ខ្លាយជាអ្នកស្នងពិតរបស់ខ្ញុំដោយរបៀបណាខ្ញុំគួរតែដឹងប្រសើរជាងខ្លាយជាសិស្សពិតពួកគេតែងតែផ្ដល់ឲ្យខ្ញុំនៅកិច្ចការដ៏លំបាកទាំងនេះខ្ញុំបានត្រឡប់ទៅកាន់និកាយវិញកាលពីយប់មិញដោយមិនដឹងខ្លួនវាមានរយៈពេល75ឆ្នាំហើយដួលនៅពីមុខខ្ញុំក្រោកឡើងទៅធ្វើការកុំគិតថាឈប់ធ្វើការរហូតដល់ចប់អូទេគាត់ហាក់ដូចជាមានបញ្ហាក្នុងការចុះចតរថយន្តសង្គ្រោះបន្ទាន់ដំបូងខ្ញុំរក្សាទុកឯកសារឲ្យគាត់ដោយសារតែមានអាំងតង់ស៊ីតេខ្ពស់នៃការងារបន្ថែមម៉ោងខ្ញុំបានស្លាប់ភ្លាមខ្ញុំបានជំពប់ដួលលើពិភពរវើវីនេះនៅទីនេះខ្ញុំជាសិស្សដ៏ទាបម្នាក់នៃនិកាយដាវខេញញ៉ាន់ដើម្បីជៀសវាងកំហុសដដែលខ្ញុំបានស្ពត់លើលោកនេះមិនដែលធ្វើការថែមម៉ោងទេខ្ញុំគ្រាន់តែមិននឹកស្មានថាវាមានការប្រកួតប្រជែងខ្លាំងនៅទីនេះបងប្រុសហួហឺ
បងប្រុសជាន់ខ្ពស់ហួរដែលជាអ្នកដឹកនាំនិកាយកំពុងស្វែងរកអ្នកខ្ញុំត្រូវសួរអ្នកលម្អិតមួយចំនួនអំពីកិច្ចការកាលពីម្សិលមិញគ្មានអ្នកណាម្នាក់ប្រាប់ខ្ញុំទេតើអ្នកមានទេខ្ញុំបានឈានដល់កិច្ចព្រមព្រៀងជាមួយពួកគេរួចហើយគ្មានអ្នកណានិយាយពីកម្លាំងរបស់យួសេឆុងទេបន្ទាប់មកខ្ញុំអាចធានាបានខ្ញុំនឹងបង្រៀនអ្នកពីល្បីល្បិចទៀតនៅពេលក្រោយខ្ញុំមានពេលអរគុណបងប្រុសហួរនិយាយឲ្យបងប្រុសហួរអាណាចក្រនៅក្នុង Canyon មិនបែងចែកជា6កម្រិតទេអាណាចក្រចម្រាញ់ខៃភាពខាងវិញ្ញាណការប្រមូលផ្ដុំនឹងត្រឡប់ទៅអាណាចក្រវិញសិប្បករស្មោះត្រង់ C4G Lantern Wonderland អាណាចក្រនីមួយត្រូវបានបែងចែកបន្ថែមទៀតជា9កម្រិតហើយមួយនេះគឺសំខាន់ជាងថ្នាក់ Kenyan Sword Set ចិញ្ចៀនអាពាហ៍ពិពាហ៍របស់ចៅហ្វាយនីអ្នកជំនាញគ្មានកំហុសនៅកម្រិតទី6នៃអាណាចក្រអមតៈត្រូវបានគេស្គាល់ថាជាដាវព្រះនៃ Kenyan អូអរុនសួស្ដីលោកគ្រូរអិលដៃធ្ងន់ធ្ងរនេះជាតែយ៉ាងសេងដែលខ្ញុំបានដាំនៅសាលធំមួយបាច់បានទុំកាលពីប៉ុន្មានថ្ងៃមុនហាតោះមកសាកមើលខ្ញុំពិតជាចូលចិត្តរឿងនេះណាស់អ្នកណាខ្លះគិតថា Azure Cloud Sword God ជាអ្នកផឹកតែព្យាយាមផ្គប់ចិត្តអ្នកដឹកនាំនិងកសាងទំនាក់ទំនងល្អជាមួយពួកគេប៉ុន្តែវាជាវគ្គចាំបាច់សម្រាប់អ្នកធ្វើការតើអ្នកទទួលបានអ្វីខ្លះពីបេសកកម្មការពីម្សិលមិញខ្ញុំបានឮពីសិស្សដែលត្រឡប់មកវិញមួយចំនួនថាអ្នកបានសង្គ្រោះពួកគេវាគ្រាន់តែជាការសង្គ្រោះឱកាសប៉ុណ្ណោះនេះត្រូវបានគេរកឃើញនៅក្នុងពួកសិស្សរបស់ម៉ៅយីងជុងខូផូឈូលើកហួងដឹងទេថានេះមានន័យយ៉ាងណានិកាយ Demon Cloud ពិតជាចង់ដឹងអ្វីទាំងអស់មិនចង់អ្វីទាំងអស់នឹងមិនខ្វល់បើមេបាក់មិនអីទេខ្ញុំនឹងត្រឡប់ទៅវិញឥឡូវនេះឈប់ឈៀវហោខ្ញុំមិននិយាយរឿងនេះពីអ្នកដឹកនាំនិកាយទេទោះបីជាអ្នកបានរួមចំណែកខ្លះក្នុងការដាំដុះចិត្តក៏ដោយប៉ុន្តែជាសិស្សពិតមនុស្សម្នាក់មិនអាចមានភាពធូររលុងក្នុងនិស្ស័យរបស់មនុស្សម្នាក់នោះទេតើអ្នកដឹងទេថាអ្នកខកខានការប្រមូលផ្ដុំដាវកាលពីសប្តាហ៍មុនចៅហ្វាយនីទាំង4បានមករកខ្ញុំជាពិសេសពួកគេបាននិយាយថាពួកគេនឹងបណ្ដេញអ្នកដែលជាសិស្សពិតរបស់ពួកគេតើគេពិតជានិយាយមែនទេតើខ្ញុំនិយាយថាវាធ្ងន់ពេកទេជាហួរអស្ចារ្យណាស់ដាវគឺជាសិស្សខាងក្នុងចាំមើលអ្នកណាហ៊ានមានបញ្ហាជាមួយខ្ញុំពេលនេះតើពេលណាមេបាក់នឹងបណ្ដេញខ្ញុំអត្តសញ្ញាណរបស់សិស្សពិតតើអ្នកដឹងទេថានិកាយ Kenyan របស់ខ្ញុំត្រូវបានបង្កើតឡើងតាំងពីពេលនោះមកមិនមានគំរូសម្រាប់សិស្សពិតដែលត្រូវបានបណ្ដេញចេញនោះទេគាត់ត្រូវបានគេបណ្ដេញចេញអ្នកមិនទះកំភ្លៀងខ្ញុំនិងអ្នកចាស់នៅមុខឬយ៉ែនវាខ្ញុំដឹងថាវានឹងមិនមានរឿងល្អបែបនេះទេជំរាបសួរលោកប្រធានខ្ញុំធ្លាប់ជួបបងធំហួរពីមុនមក Kenshin អ្នកបានមកដល់ហើយសិស្សខាងក្នុងរាប់ម៉ឺនអ្នកបានដាំដុះទាំងយប់ទាំងថ្ងៃដើម្បីក្លាយជាសិស្សពិតបងប្រុសអាក្រក់ប៉ុន្តែអ្នកហេតុអ្វីបានជាអ្នកចង់បោះបង់ឱកាសមួយនេះក្នុងមួយជីវិតយោជៀនសេងដែលជាសិស្សកំពូលនៃ Sword Kenyan Sect ក្នុងវ័យកុមារភាពគាត់បានឈានដល់កម្រិតទី4នៃអាណាចក្រ Sif វាក៏ជាគាត់ដែលបាននាំខ្ញុំឆ្លងកាត់បរិយាកាសប្រកួតប្រជែងនៃការជួលទ្វារខៃអាចត្រូវបានគេហៅថាជាស្តេចនៃស្តេចឈាមទាំងទេពកោសល្យនិងភាពល្បីល្បាញរបស់នាងគឺពិតជាកំពូលមិនអាចប្រកែកបានអ្នកសួរកាន់តែច្រើនអ្នកដឹងកាន់តែតិចខ្ញុំបានជាប់គាំងនៅលេនកងយេងមួយរយៈឥឡូវនេះដូច្នេះខ្ញុំចង់សាកល្បងចាប់ផ្ដើមពីម៉ុងហ្គូលីខាងក្នុងពង្រឹងគ្រឹះឆ្លងកាត់ភាពស្ងប់ស្ងាត់ម្ដងទៀតជែងលើផ្លូវកោងដូចពាក្យពោលថាការពិនិត្យចាស់ជួយឲ្យយល់ពីរឿងថ្មីខ្ញុំមិនដែលរំពឹងថាបងប្រុសរបស់ខ្ញុំមកអនឡាញបែបនេះទេដើម្បីពិចារណាផ្លូវនៃការដាំដុះឲ្យបានស៊ីជម្រៅខុសគ្នាទាំងស្រុងពីពាក្យចាមអារាម Kenshin គឺមានលក្ខណៈស្រាលស្រាលអូប្អូនស្រីតូចអ្នកពិតជាចិត្តល្អពេកហើយហាជាហួរមូលហេតុដែលខ្ញុំហៅ Jensen វាគឺដោយសារតែចៅហ្វាយនីនៃសាជាច្រើនសំណើមួយត្រូវបានធ្វើឡើងចំពោះអ្នកពួកគេចង់ឲ្យអ្នកធ្វើការជាមួយ Jensen ក្នុងបេសកកម្មរៀនពីភាពឧស្សាហ៍ព្យាយាមនិងចរិតរបស់សិស្សសុងជូអ្នកនិយាយលេងទេសៀវហួរ Jensen គឺជាសិស្សពិតកំពូលរបស់និកាយតើមានមនុស្សប៉ុន្មានអ្នកចង់រៀនពីគាត់ប៉ុន្តែឥឡូវនេះអ្នកអាចបន្តបេសកកម្មជាមួយគាត់បានតើមានអ្វីទៀតដែលត្រូវត្អូញត្អែទីប្រជុំជនខ្ញុំគ្រាន់តែបារម្ភថាខ្ញុំអន់ពេកក្នុងការប្រកួតដើម្បីដឹកក្រុមវាពន្យាការដាំដុះរបស់ប្អូនស្រីខ្ញុំបងប្រុសកំពុងគិតច្រើនពេកដោយសារយើងទាំងអស់គ្នាមកពីសាលាតែមួយ
យើងគួរតែគាំទ្រគ្នាទៅវិញទៅមកហើយធ្វើឲ្យមានការរីកចម្រើនជាមួយគ្នានិងបងប្រុសដ៏អាក្រក់ក៏អាចទាញយកប្រយោជន៍ពីបេសកកម្មនេះដែរដើម្បីបញ្ជាក់ខ្លួនឯងទំលីពាក្យចាំអារាមពីពិភពខាងក្រៅពីរោះណាស់ខ្ញុំចង់ទៅខារ៉ាអូខេឲ្យខ្ញុំរមៀលវាឡើង Sex Master វាមិនអីទេប្រសិនបើខ្ញុំទៅបេសកកម្មខ្ញុំគ្រាន់តែព្រួយបារម្ភថាស្លឹកតែនឹងត្រូវទុកចោលដោយមិនបាច់មើលថែដរាបណាអ្នកអាចបំពេញបេសកកម្មនេះដោយជោគជ័យមេដឹកនាំនិកាយនេះនឹងអនុញ្ញាតឲ្យអ្នកឈប់សម្រាក3ថ្ងៃថ្ងៃឈប់សម្រាក3ថ្ងៃថ្ងៃឈប់សម្រាក3ថ្ងៃរឿងរបស់មេដឹកនាំនិកាយមិនគួរត្រូវបានពន្យាពេលទេសូមប្រាប់ខ្ញុំពីព័ត៌មានលម្អិតនិងទីតាំងនៃបេសកកម្មខ្ញុំប្រាយជាពុកពណ៌ខៀវនឹងឆ្លងកាត់ភ្លើងនិងទឹកខ្ញុំនឹងធ្វើអ្វីសម្រាប់វាអីយ៉ាប្អូនស្រីយកខំប្រឹងណាស់អ្នកមកយឺត1/4នៃ1ម៉ោងអ្នកចាស់ទុំអាក្រក់ប្រសិនបើអ្នកមិនគេងពេលថ្ងៃត្រង់ទេអ្នកនឹងអស់កម្លាំងនៅពេលរសៀលប្អូនស្រីតូចគួរចំណាយពេលទំនេរឲ្យបានច្រើនបំផុតខ្ញុំបានមកដល់ទីនេះនៅពេលថ្ងៃត្រង់សរុបចំនួន300បំណែកត្រូវបានច្រៀងហើយបងប្រុសចាស់អ្នកគឺជាសំអាងការរបស់លេនកងជិងវាប្រែថាពួកគេត្រូវការការគេងដូចមនុស្សធម្មតាការគេងគឺធូររលុងពេកបាទប្អូនស្រីខ្ញុំនិយាយត្រូវខ្ញុំពិតជានឹងពង្រឹងការអនុវត្តរបស់ខ្ញុំបន្ទាប់ពីខ្ញុំត្រឡប់មកវិញវាយឺតពេលហើយតោះក្រុមបងធំទី2របស់យើងបានបញ្ជូនយើងទៅស៊ើបអង្កេតភ្នំឆេនៀងការបាត់ខ្លួនរបស់អ្នកភូមិតើអ្នកមានគំនិតយ៉ាងណាភ្នំឆេនៀងនៅជិតទីក្រុងស្ទវយប្រឡាក់ឈាមខ្ញុំសង្ស័យថាវាពាក់ព័ន្ធនឹងនិកាយអារក្សខ្ញុំក៏គិតដូច្នេះដែរកុំបារម្ភអីបងប្រុសអ្វីត្បិតតែអ្នកមានអង្កត់ផ្ចិត0មកនឹង5មួយដងប៉ុន្តែខ្ញុំនឹងការពារអ្នកមិនអីទេបាទអរគុណច្រើនប្អូនស្រីពួកគេមិនត្រឹមតែទទួលបានភាពតាក់ទាញខ្លាំងប៉ុណ្ណោះទេប៉ុន្តែពួកគេក៏ទទួលបានថ្ងៃឈប់សម្រាករយៈពេល3ថ្ងៃផងដែររំភើបខ្លាំងណាស់ពេលឈ្នះលើកនេះសូមអរគុណលោក Sex Master សម្រាប់ជំនួយរបស់អ្នកនេះគឺជាជួរភ្នំឆេនៀងបងប្រុសអាក្រក់ចូលព្យាយាមរកតម្រុយពីអ្នកភូមិជាមុនសិនរងចាំមួយផ្លេតហេតុអ្វី5 4 3 21ពេលខ្លះវាបានមកដល់ហើយខ្ញុំត្រូវទៅយកសារខ្ញុំនឹងចាក់ចេញពីពិធីសាកសួរអ្នកភូមិទៅប្អូនស្រីតូចហាម្ចាស់ហាងបានបើកបន្ទប់មួយប្រាក់មួយដើមនៅចុងបញ្ចប់នៃច្រករបៀងខាងឆ្វេងនៅជាន់ទី2អូមិនអីទេឥឡូវនេះដល់ពេលសម្រាប់ហើយភោជនីយដ្ឋានពេញហើយសូមចាក់ចេញផ្ទះសំណាក់របស់អ្នកច្បាស់ជាទេតើមួយនេះមិនគ្រប់គ្រាន់ទេខ្ញុំថាពេញហើយក៏ពេញអ្នកគួរតែចាក់ចេញហឹមប្អូនស្រីយូបងប្រុសមិនល្អខ្ញុំមិននឹកស្មានថាអ្នកមកហាងនេះទេម្ចាស់ហាងខ្ញុំឲ្យប្អូនស្រីតូចរបស់ខ្ញុំចូលរួមបន្ទប់ជាមួយខ្ញុំវាគួរតែល្អមែនទេចែករំលែកបន្ទប់តាមខ្ញុំលុះត្រាតែអ្នកចង់ដេកនៅតាមផ្លូវមែនហើយយើងមិនធ្វើអ្វីដែលត្រូវការសម្រាកលើក្រោយទេហេតុអ្វីបានជាខ្ញុំអៀនក្រៅពីនេះបងប្រុសច្បងមានអង្កត់ផ្ចិត0ម៉ែត្រប៉ុណ្ណោះខ្ញុំមានសមត្ថភាពការពារខ្លួនយ៉ាងល្អឥតខ្ចោះតើប្អូនស្រីរបស់ខ្ញុំបានញ៉ាំអាហារពេលល្ងាចហើយឬនៅទេឬយ៉ាងណាខ្លះបងប្អូនយើងអ្នកប្រកបរបរនេះគួរសម្អាតចិត្តនិងសេចក្តីប៉ងប្រាថ្នារបស់យើងបដិសេធការលបួងអាហារតតែចិត្តស្ងប់ទើបអាចនំនេះផ្អែមតែមិនស្អិតរលាយក្នុងមាត់របស់អ្នកជាមួយនឹងក្លិនក្រអូបដូចទឹកថ្លាហូរចូលក្នុងចិត្តអូទេខ្ញុំជាប់ចិត្តនឹងនំនេះទាំងស្រុងបងប្រុសអាក្រក់ធ្វើម្ដេចនឹងស្ទាក់ចាប់ខ្ញុំជាមួយនំនេះម៉មឆ្ងាញ់ទេអាហារដែលមិនល្អសម្រាប់ការញ៉ាំឬការគេងគឺមានប្រយោជន៍ចំពោះការប្រតិបត្តិខាងវិញ្ញាណរបស់យើងវាជាការប្រសើរក្នុងការញ៉ាំតិចនោះគឺមិនត្រឹមត្រូវប្អូនស្រីធ្លាប់គិតរឿងនេះទេតើវាអាចជៀសផុតពីបញ្ហានិងការរំខានខាងលោកីយ៍នេះបានទេតើអាចធ្វើឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការដាំដុះឬទេមិនត្រឹមត្រូវទេយើងទាំងអស់គ្នាកំពុងដើរនៅក្នុងពិភពលោកនេះអ្វីទាំងអស់នៅលើពិភពលោកតាមពិតអ្នកនិងខ្ញុំអាចលាក់ខ្លួនបានយ៉ាងងាយដោយគ្រាន់តែជៀសវាងវានឹងធ្វើឲ្យអ្នកហត់នឿយទាំងផ្លូវកាយនិងផ្លូវចិត្តតែប៉ុណ្ណោះស្ទាក់ស្ទើរនិងខ្មាស់អៀនការដាំដុះគឺពិបាកក្នុងការធ្វើឲ្យមានការរីកចម្រើន
ប៉ុន្តែប្រសិនបើគេមិនព្រមទទួលយកកាលៈទេសៈរបស់ខ្លួនដោយអស់ពីចិត្តតើវាមិននាំទៅរកសេចក្តីប៉ងប្រាថ្នារបស់លោកីទេជំរុញដោយបំណងប្រាថ្នាចុះតើគេបណ្ដោះខ្លួនដោយរបៀបណាខ្ញុំគិតថាការតុបតែងពិតហ៊ានប្រឈមមុខនឹងការលបួងនៃការពិតហ៊ានសាកល្បងចូលចិត្តនំនេះប្រសិនបើអ្នកខ្លាចថាភាពឆ្ងាញ់របស់វានឹងរំខានដល់សន្តិភាពផ្លូវចិត្តរបស់អ្នកបន្ទាប់មកយើងគួរតែដឹងគុណវាកាន់តែច្រើនធ្លាប់ទៅគាត់នៅពេលដែលអ្នកអាចមើលឃើញចំណុចខ្ពស់ទាំងនេះជារឿងធម្មតាមិនបានផ្លាស់ទីមានតែពេលនោះទេដែលគេអាចចាត់ទុកថាបានចូលក្នុងអាណាចក្រពិតនៃការដាំដុះជំរះចិត្តការពិតអាចមើលឃើញដើម្បីជួបការពិតជាមួយការពិតការបង្ហាញដោយខ្លួនឯងនៃបាតុភូតទាំងអស់អណ្ដែតមួយផ្លែតលោកវែងឆៃអនហ្សេដោយឥតគិតថ្លៃដូចជាពោះវៀនរសជាតិទឹកដោះគោធម្មជាតិខ្ញុំស្រក់ទឹកភ្នែកហើយនិយាយច្រើនណាស់តើខួរក្បាលរបស់ក្មេងនេះឈប់ដំណើរការហើយឬនៅបងប្រុសអាក្រក់ខ្ញុំបានធ្វើខុសដោយគ្រាន់តែប្រឈមមុខនឹងសំណាញ់នេសាទដោយផ្ទាល់ការចោលសំណាញ់នេសាទមានតែពេលនោះទេដែលមនុស្សម្នាក់អាចត្រឡប់ទៅរកភាពសាមញ្ញនិងសេចក្តីពិតវិញស្វែងយល់ពីមហាដាវទៅហើយព្យាយាមយល់ខ្លះពិតមាត់បង្អែមរបស់ខ្ញុំសុំទោសប្អូនស្រីអ្នកនឹងត្រូវធ្វើនៅលើដីនៅថ្ងៃនេះនាយករបស់ខ្ញុំបានកត់សម្គាល់ថាខ្ញុំមិនបានគេងទេគ្រាន់តែអង្គុយនឹងធ្វើសមាធិក្មេងស្រីតូចខ្ញុំនឹងឲ្យអ្នកទៅកុំបន្ទោសខ្ញុំ